សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកពីវិធីស្លសម្លចាប់ឆាយឲ្យមានរសជាតិឆ្ងាញ់ហើយអត់មានធំក្លិនខាអីទេបងប្អូនខ្ញុំនឹងលម្អិតនៅក្នុងវីដេអូទាំងអស់បងប្អូនហើយបើបងប្អូនចង់ដឹងពីវិធីធ្វើកុំភ្លេចទស្សនាវីដេអូជាមួយនឹងខ្ញុំទាំងអស់គ្នាជាដំបូងឡើយនេះខ្ញុំមកត្រាំស្បែកជ្រូកសិនណាបងប្អូនស្បែកជ្រូករបស់យើងហ្នឹងគឺយើងត្រាំឲ្យរីកទុករយៈពេលប្រហែលជា3ទៅ4ម៉ោងអញ្ចឹងបងប្អូននៅពេលដែលយើងត្រាំគឺយើងត្រូវបំបែកផ្សិតនិងកញ្ចៀកកដោពពុះសណ្តែកចេញដោយសារតែស្បែកជ្រូកវាមានខ្លាញ់អញ្ចឹងយើងញែកវាជា2អញ្ចឹងទៅបងប្អូនហើយយើងត្រាំទុកចោលអញ្ចឹងទៅគឺយើងមកមើលបន្លែរបស់យើងមានដូចជាខាត់ណាស្ពៃក្តោបអញ្ចឹងបងប្អូនដាក់ស្ពៃបូកូក៏បានដែរតែនៅខ្ញុំចូលចិត្តស្ពៃក្តោបនិងខ្ញុំក៏ដាក់ស្ពៃក្តោបអញ្ចឹងទៅបន្តមកទៀតនេះខ្ញុំក៏មានឆៃថាវយើងចិតសម្បកឲ្យស្អាតអញ្ចឹងបងប្អូនហើយនឹងការ៉ុតណាដល់ពេលដែលបងប្អូនចិតអញ្ចឹងបងប្អូនហាន់ជាកង់ដូចនឹងខ្ញុំក៏បានបងប្អូនដាក់ទាំងមូលកង់ក៏បានឆៃថាវបងប្អូនតម្រៀបគ្នាពុះអញ្ចឹងមកលឿនចិតចដុំអញ្ចឹងមកចំណែកបន្លែនេះយើងលាងឲ្យស្អាតអញ្ចឹងបងប្អូនទុកម្ដុំសិននៅពេលដែលយើងលាងហើយឃើញថាផ្សិតរបស់យើងគឺរីកល្មមហើយនេះខ្ញុំក៏ឆ្កឹះឆ្នូរកដាចេញបងប្អូនព្រោះអាហ្នឹងតែទុកទៅពេលដែលយើងញ៉ាំទៅអាចនឹងស្វិតចំណែកឯកញ្ចៀកកដោកន្លែងកញ្ចប់ពណ៌ខ្មៅហ្នឹងគឺយើងឆ្កឹះចេញបងប្អូនវារាងកតិចឈើអញ្ចឹងយើងកាត់ចេញឲ្យស្អាតអញ្ចឹងមកដើម្បីយើងហូបទៅមានទំនុកចិត្តក្នុងការញ៉ាំអញ្ចឹងណាបងប្អូនទៅពេលដែលលាងហ្នឹងឃើញថាទឹកយើងនឹងខ្មៅបងប្អូនពូតយកចេញឲ្យអស់គឺអត់មានធំក្លិនឆ្អេះទេហើយពពុះសណ្តែកយើងក៏រីកដែរខ្ញុំហាន់យ៉ាងធំបន្តិចកុំឲ្យវារលួយបងប្អូនបើតូចអាចនឹងរលួយពពុះសណ្តែកនេះបងប្អូនអាចយកទៅបំពងទៀតដិតតែឈ្ងុយឆ្ងាញ់ណាបងប្អូនចាហើយស្បែកជ្រូកឃើញថារីកល្មមហើយនឹងខ្ញុំក៏ហាន់ដុំប៉ុណ្ណឹងបងប្អូនប្រទះបែបហ្នឹងហើយបងប្អូនចង់ហាន់ធំជាងហ្នឹងក៏អាស្រ័យទៅលើបងប្អូនដែរហើយនៅខ្ញុំមិនទាន់យកទៅធ្វើម្ហូបភ្លាមទេគឺនៅខ្ញុំដាំទឹកឲ្យពុះហើយស្រោះបងប្អូនគឺខ្ញុំស្រោះផ្សិតនឹងកញ្ចៀកកដោមុនព្រោះវាអត់មានខ្លាញ់អញ្ចឹងណាបងប្អូនស្រោះអញ្ចឹងទៅអត់មានធំក្លិនឆ្អេះពីផ្សិតឬក៏ខាអីពីបន្លែផ្សិតនឹងកញ្ចៀកកដោទេបងប្អូនធ្វើតាមវិធីដូចខ្ញុំមកដឹងតែឆ្ងាញ់តែម្ដងនៅពេលដែលយើងស្រោះអញ្ចឹងហើយទឹកដែលនៅសល់គឺខ្ញុំស្រោះស្បែកជ្រូករបស់យើងហ្នឹងច្រោះឲ្យវាចេញខ្លាញ់ចេញជាតិខាចេញពីស្បែកជ្រូករបស់យើងហ្នឹងឲ្យបានល្អបងប្អូនរួចយើងយកទៅត្រាំទឹកត្រជាក់ហ្នឹងដើម្បីលាងសម្អាតទៀតយើងលាងសម្អាតអញ្ចឹងបងប្អូនបងប្អូនមើលឃើញយើងស្រោះចេញអញ្ចឹងមកគឺខ្លាញ់ចេញពីស្បែកជ្រូកអស់តែម្ដងនៅពេលដែលនេះខ្ញុំស្រោះរួចរាល់ហើយគឺនឹងខ្ញុំលាងសម្អាត4ទៅ5ទឹកទៀតបងប្អូនខ្ញុំច្របាច់ឲ្យអស់ជាតិខ្មៅនឹងចេញហ្មងអត់មានក្លិនអីទាំងអស់ហូបទៅគឺពេញមាត់តែម្ដងបងប្អូនស្បែកជ្រូកអញ្ចឹងណាខ្ញុំលាងខ្ញុំច្របាច់ចេញអស់ខ្លាញ់អញ្ចឹងតែម្ដងបងប្អូន4ទៅ5ទឹកទៀតធ្វើបែបហ្នឹងគឺអត់មានខាទេបងប្អូនធ្វើបែបហ្នឹងគឺដឹងតែឆ្ងាញ់អញ្ចឹងតែម្ដងឃើញទឹកយើងគឺសិតតែខ្លាញ់អញ្ចឹងណាបងប្អូនពូតឲ្យស្ងួតបងប្អូនទុកម្ដុំទៅបងប្អូនឃើញថាបន្លែរបស់យើងមានដូចជាខាត់ណាការ៉ុតចៃថាវពពុះសណ្តែកអញ្ចឹងមានគ្រប់មុខអញ្ចឹងណាបងប្អូនហើយចំណែកដែលយឺហ៊ឺនិងពគាក្រៀមចាគឺយើងយឺហ៊ឺបងប្អូនដកស្នូកកដាលចេញបងប្អូនឆ្អឹងកដាលនឹងចេញទៅយើងហូតវាបែបហ្នឹងបងប្អូនកុំឲ្យវាមានរឹងអីចឹងណាស្នូកវាកដាលហ្នឹងចាបងប្អូនអាចតម្រៀបគ្នាដូចនឹងខ្ញុំអញ្ចឹងលឿនក្នុងការធ្វើម្ហូបកុំឲ្យខាតពេលយូរតម្រៀបអញ្ចឹងហាន់ជា3កង់អញ្ចឹងបងប្អូនហាន់ជា3ចំណិតណាឃើញថាយឺហ៊ឺនេះបងប្អូនចង់ដាក់ហាន់តូចហាន់ធំអាស្រ័យទៅលើបងប្អូនទេបងប្អូនហើយយើងដាក់ពគាក្រៀមនិងយឺហ៊ឺបែបហ្នឹងយើងទៅធ្វើឲ្យសម្លរបស់យើងមានក្លិនឈ្ងុយឆ្ងាញ់បងប្អូនក្លិនគ្រឿងសមុទ្រអញ្ចឹងណាយើងអត់ដាក់ក៏បានដែរបន្ទាប់មកនឹងខ្ញុំក៏មករៀបចំជាច្រាមខ្ទឹមបងប្អូនឲ្យម៉ត់អញ្ចឹងដើម្បីងាយស្រួលក្នុងការធ្វើហើយចំណែកសាច់មាន់គឺខ្ញុំប្រើមាន់ដោយខ្លួនឯងមាន់ដែលខ្ញុំចិញ្ចឹមហ្នឹងបងប្អូនប្រើសាច់ជ្រូកក៏បានសាច់គោក៏បានឆ្អឹងជំនីជ្រូកទៀតក៏បានដែរតែនៅខ្ញុំមានមាន់នេះគឺមាន់ស្រែបងប្អូនក៏ឆ្ងាញ់មួយយ៉ាងដែរ
ឃើញថាខ្ញុំហានកង់ប៉ុណ្ណឹងបងប្អូនជាដុំណាឲ្យយ៉ាងធំតិចខ្លាចវាលួយអស់អញ្ចឹងណាចាគ្រឿងផ្សំរបស់យើងបន្លែប្លុករបស់យើងមានអស់ហើយដូចជាជីវ៉ាន់ស៊ុយជីអីយើងទៅនេះជាបន្លែដែលយើងធ្វើបាញ់មិញរៀបចំឲ្យស្រក់ទឹករួចរាល់ហើយឃើញថាតំណងខ្លាំងមែនទែនចំណែកអាខាត់ណាបងប្អូនចង់យកទៅស្រស់ទៀតក៏បានដែរតែសារខាត់ណានេះខាត់ណាធម្មជាតិខ្ញុំអត់ស្រស់ទេចាឥឡូវយើងដាក់ប្រេងឆាឲ្យរាងក្តៅបន្តិចរួចយើងក៏ដាក់ខ្ទឹមចូលបំពងរៀងឈ្ងុយហើយបងប្អូនដាក់ស្ករត្នោតចូលបងប្អូនរំលីងអញ្ចឹងដើម្បីឲ្យមានក្លិនឈ្ងុយនិងមានជាតិចូលមួយសាច់របស់យើងបានល្អមែនទែនបន្ទាប់មកបងប្អូនកូរច្បល់អញ្ចឹងណាបងប្អូននាងខ្ញុំក៏បានបន្ថែមគ្រឿងមានដូចជាទឹកត្រីបងប្អូននាងខ្ញុំដាក់2ស្លាបព្រាកន្លះណាបងប្អូនបន្ទាប់មកអំបិលនាងខ្ញុំក៏ថែមអំបិលចូលហ្នឹងណាបងប្អូនចាប្រេងខ្យងខ្ញុំដាក់ចំនួន2ស្លាបព្រាដែរដើម្បីឲ្យមានរសជាតិកាន់តែឆ្ងាញ់ចាម្សៅស៊ុបនាងខ្ញុំដាក់1ស្លាបព្រាពេញតែម្ដងចាខ្ញុំលួចថែមប៊ីចេងហ្នឹងចិត្តកន្លះស្លាបព្រាដែរចំណែកឯម្រេចនាងខ្ញុំដាក់ចំនួន1ស្លាបព្រាបងប្អូនកូរច្បល់ឲ្យទៅចូលជាតិទៅបងប្អូនចំណែកឯគ្រឿងនេះបងប្អូនអាចដាក់ប្រៃសាបអីតាមចំណង់ចំណូលចិត្តអញ្ចឹងណាហើយនឹងខ្ញុំក៏បានបន្ថែមនៅបកាក្រៀមនិងយឺហឺនឹងចូលតែម្ដងអត់មានទុកយូរទេដើម្បីឲ្យចូលជាតិបានល្អនិងឈ្ងុយធ្វើឲ្យសម្លរបស់យើងឈ្ងុយបន្ទាប់មកនឹងខ្ញុំដាក់គ្រឿងបន្លែដែលយើងលាងសម្អាតបាញ់មិញនេះចូលទាំងអស់តែម្ដងមានផ្សិតត្រចៀកកដោនិងស្បែកជ្រូកអញ្ចឹងណាបងប្អូនកូរច្បល់ឲ្យទៅចូលគ្រឿងរួចរាល់នាងខ្ញុំក៏ឃើញថាល្មមក៏បន្ថែមទឹកបន្តិចបងប្អូននាងខ្ញុំអត់ថែមទឹកច្រើនទេតែយើងដាក់ទឹកច្រើនធ្វើឲ្យសម្លរបស់យើងហ្នឹងគឺភ្លាវអត់ឆ្ងាញ់ទេនៅពេលដែលយើងបើកទៅឃើញពុះល្មមខ្ញុំក៏ដាក់ការ៉ុតនិងឆៃថាវចូលតែម្ដងបងប្អូនបន្ទាប់មកបាននាងខ្ញុំថែមទឹកជាលើកទី2ពេលដែលខ្ញុំថែមហើយគឺខ្ញុំឡាយថែមទៀតហើយទឹកនេះខ្ញុំថែមតែម្ដងទៀតរួចរាល់ហើយបងប្អូនឃើញថាពុះឆ្អិនល្អនឹងខ្ញុំក៏ថែមបន្លែនៅក្រោយគេហ្នឹងគឺខាត់ណានឹងស្ពៃក្តោបអញ្ចឹងបងប្អូនឃើញថាពុះឆ្អិនរួចរាល់ហើយបងប្អូនសម្លរបស់យើងមួយមុខនេះឃើញថាតំណងខ្លាំងមែនទែនមិនមែនតែមានពណ៌ស្អាតឬក៏តំណងខ្លាំងទេបងប្អូនជំនិយាយពីរសជាតិវិញក៏ឆ្ងាញ់ដែរបងប្អូនឆ្ងាញ់យ៉ាហោតែម្ដងតែបងប្អូនចង់ចេះស្លកុំភ្លេចមើលវីដេអូនេះគឺចេះធ្វើទាំងអស់គ្នាតែម្ដងដូច្នេះហើយបងប្អូនគិតថាវីដេអូរបស់នាងខ្ញុំមានប្រយោជន៍សម្រាប់បងប្អូនកុំភ្លេចជួយ Subscribe ម្នាក់មួយផងបងប្អូនដើម្បីទទួលបាននៅវីដេអូក្រោយទៀតអញ្ចឹងណាបងប្អូនហើយក៏អរគុណសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់បងប្អូនសូមអរគុណសូមជម្រាបលា